Assalamualaikum warahmatullahi wabarakatuh ទស្សនិកជនជាទីមេត្រីស្វាគមន៍សាជាថ្មីមកកាន់កម្មវិធីអាណាស៊ីហានៅក្នុងសប្តាហ៍នេះកម្មវិធីរបស់យើងបានលើកយកប្រធានបទថ្មីមួយទៀតដែលនិយាយអំពីចំណុចខ្លះៗសម្រាប់អ្នកដែលកំពុងត្រៀមនៅក្នុងការកសាងជីវិតគូដែលអ្នកគួរតែស្វែងយល់មុនពេលរៀបការដូច្នេះសូមតាមដានទស្សនាដូចតទៅ Richimo Cafe ប្រេងកាហ្វេលំដាប់ខ្ពស់ចម្រាញ់ចេញពីកាហ្វេ Arabica សុទ្ធ 100% Richimo ផ្ដល់នូវក្លិនឈ្ងុយជាប់មាត់តាំងពីដំណក់ដំបូងចង់ក្រេបរសជាតិកាហ្វេសុទ្ធកាហ្វេឆ្ងាញ់បែប Premium និងមុខម្ហូបជាច្រើនទៀត Complex Richimo Cafe ទីតាំងដំរីផាក 598 ទឹកពិសាបរិសុទ្ធអហ្វណានមោទនភាពផលិតផលជាតិទំនាក់ទំនងជាវតាមរយៈលេខទូរស័ព្ទ 012 379 909 និង 071 78 99 990 ការរៀបការគឺជាផ្នែកមួយយ៉ាងសំខាន់នៅក្នុងជីវិតរបស់មនុស្សជាច្រើនប៉ុន្តែក៏មានមនុស្សជាច្រើនទៀតដែលភ័យខ្លាចនៅពេលដែលគេគិតដល់ការរៀបការព្រោះតែជីវិតគូមួយចំនួនបានបង្ហាញនៅបទពិសោធន៍មិនល្អមានតែការរស់នៅមិនចុះសម្រុងនិងការបែកបាក់គ្នាតាមពិតទៅជីវិតគូគឺតែងតែមានគ្រប់រសជាតិទាំងផ្អែមល្វីងជូរចត់ប៉ុន្តែគូខ្លះក៏អាចរស់នៅជាមួយគ្នាដ៏ចាស់គឺដោយសារតែពួកគេមានគន្លឹះនៅក្នុងការរៀបចំចាត់ចែងនៅក្នុងគ្រួសារដែលជាចំណែកមួយក្នុងការជួយពង្រឹងចំណងគ្រួសាររបស់ពួកគេឲ្យបានយូរអង្វែងហើយប្រសិនបើអ្នកកំពុងត្រៀមខ្លួននៅក្នុងការរៀបការប្រធានបទថ្ងៃនេះអាចជាចំណែកមួយក្នុងការកសាងគ្រួសាររបស់អ្នកដែលអ្នកគួរតែស្វែងយល់មុននឹងអ្នកសម្រេចចិត្តរៀបការ 1. សួរខ្លួនឯងថាតើអ្នកអាចរស់នៅម្នាក់ឯងបានទេពិតណាស់ក្រោយពេលរៀបការអ្នកមិនគួររំពឹងថាអ្នកទាំងពីរនឹងត្រូវរស់នៅជិតគ្នារហូតនោះទេព្រោះមនុស្សម្នាក់ៗគឺមានបន្ទុករៀងៗខ្លួនដើម្បីផ្គត់ផ្គង់នៅក្នុងគ្រួសារការដែលអ្នកអាចរៀនរស់នៅម្នាក់ឯងបានចាត់ទុកថាជាជំនាញមួយដែលអ្នកត្រូវហ្វឹកហាត់លុតដំដោះខាត់ខ្លួនឯងនៅពេលដែលស្វាមីឬភរិយារបស់អ្នកនៅឆ្ងាយអ្នកគួរតែចេះរកវិធីធ្វើឲ្យខ្លួនឯងនៅតែអាចរីករាយក្នុងពេលដែលស្វាមីឬភរិយារបស់អ្នកមិនបាននៅក្បែរអ្នក 2. អ្នកត្រូវដឹងថាការប្រច័ណ្ឌច្រើនអាចជាមូលហេតុនៃការប្រឆាំងរបស់ជីវិតគូគ្មាននរណាម្នាក់មិនចេះប្រច័ណ្ឌមិនចេះហួងហែងមនុស្សដែលខ្លួនឯងស្រឡាញ់នោះទេប៉ុន្តែការប្រច័ណ្ឌគឺត្រូវតែសមស្របមានពេលវេលាមានកលៈទេសៈមានហេតុមានផលមិនមែនប្រច័ណ្ឌទាំងងងឹតងងល់នោះទេហេតុនេះអ្នកត្រូវរៀនហាត់ពុតលូតដំចិត្តនិងបេះដូងរបស់ខ្លួនឯងឲ្យរឹងមាំធ្វើជាមនុស្សចិត្តធ្ងន់មិនងាករេមិនត្រជាក់សស្ដាប់សម្ដីអ្នកនេះអ្នកនោះដោយមិនពិចារណានោះទេហើយកុំព្យាយាមគ្រប់គ្រងជីវិតដៃគូរបស់អ្នកព្រោះវាអាចធ្វើឲ្យភាគីម្ខាងទៀតទទួលរងនូវសម្ពាធទាំងដែលគេមិនបានធ្វើអ្វីខុស 3. រៀនគ្រប់គ្រងហិរញ្ញវត្ថុមិនមែនត្រឹមតែមុនពេលរៀបការនោះទេតាមពិតអ្នកគួរតែចេះគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នកតាំងពីអ្នកឈានចូលដល់វ័យយុវវ័យម្លេះការចេះគ្រប់គ្រងហិរញ្ញវត្ថុគឺជាការចេះសន្សំប្រាក់ចេះបែងចែកប្រាក់ចេះគ្រប់គ្រងប្រាក់ដែលវាពិតជាសំខាន់ខ្លាំងដើម្បីកសាងអនាគតជាមួយនឹងដៃគូរបស់អ្នក 4. ចេះគ្រប់គ្រងភាពតប់ប្រមល់ការរស់នៅជាមួយគ្នាគឺតែងតែមានបញ្ហាមិនចេះចប់មិនចេះហើយឬភាពរកាំរកូសដូច្នេះអ្នកគឺត្រូវប្រឈមមុខជាមួយនឹងភាពតប់ប្រមល់ជាញឹកញាប់ហេតុនេះអ្នកត្រូវរៀនយកចិត្តទុកដាក់ពីសុខភាពផ្លូវចិត្តរបស់ខ្លួនឯងត្រូវចេះគ្រប់គ្រងនិងបំបត្តិភាពតប់ប្រមល់មិនឲ្យប៉ះពាល់ទៅដល់ទំនាក់ទំនងរបស់អ្នកទាំងពីរ 5. ចេះគ្រប់គ្រងពេលវេលាគ្មាននរណាម្នាក់អាចបំពេញពេលវេលាថយក្រោយនោះទេហេតុនេះពេលវេលាគឺពិតជាមានតម្លៃណាស់ក្នុងមួយថ្ងៃគឺមានតែ24ម៉ោងនោះទេដែលអ្នកត្រូវតែចេះបែងចែកថាតើត្រូវធ្វើអ្វីខ្លះសម្រាប់គូស្វាមីរបស់អ្នកនិងសម្រាប់ខ្លួនឯងអ្នកក៏ត្រូវចេះចែករំលែកពេលវេលាចេញក្រៅជាមួយនឹងគ្នាខ្លះដើម្បីពង្រឹងទំនាក់ទំនងរវាងគូស្វាមីរបស់អ្នក 6. កុំភ្លេចគោលដៅរបស់ខ្លួនឯងមុននឹងសម្រេចចិត្តរៀបការអ្នកគួរសួរខ្លួនឯងថាអ្នកនៅតែមានគោលដៅច្បាស់លាស់មែនទេគោលដៅឬក៏ក្តីសុបិនរបស់អ្នកពិតជាសំខាន់ដូច្នេះហើយអ្នកមិនអាចបោះបង់ឬបំភ្លេចវាបានទេអ្នកត្រូវតែបន្តក្តីស្រមៃរបស់អ្នកទោះបីជាអ្នករៀបការរួចក៏ដោយ 7. ដោះលែងខ្លួនឯងចេញពីអតីតកាលមនុស្សម្នាក់ៗគឺសុទ្ធតែមានអតីតកាលរៀងៗខ្លួនមិនថាការចងចាំគឺជាការជឿចាប់ប្រវត្តិបែកបាក់គ្នាឬក៏ប្រវត្តិធ្លាប់បរាជ័យទៅលើរឿងអ្វីមួយក៏ដោយដូច្នេះអ្នកមិនត្រូវឲ្យការចងចាំឬក៏អតីតកាលទាំងនោះមកប៉ះពាល់ទំនាក់ទំនងបច្ចុប្បន្នរបស់អ្នកនោះទេអ្នកគួរតែបោះចោលវាឲ្យអស់ក្នុងពេលដែលអ្នកកំពុងបន្តរស់នៅក្នុងជីវិតគូដ៏វែងឆ្ងាយទស្សនិកជនជាទីមេត្រីទាំងនេះគឺជាចំណុចខ្លះៗដែលអ្នកអាចស្វែងយល់មុនពេលដែលអ្នកកសាងគ្រួសារនិងសូមជូនពរឲ្យអ្នកជួបតែស្លាមាត់បារកាត់នៅក្នុងដំណើរនៃការកសាងជីវិតគូរបស់អ្នកអ៊ីនសាអល់ឡោះនេះខ្ញុំហាសាណាពីកម្មវិធីអាណាស៊ីហាសូមអរគុណនិងសូមជម្រាបលាជួបគ្នានៅសប្តាហ៍ក្រោយអ៊ុសសាឡាមអាឡៃគុំវ៉ារ៉ាហ្មាតុលឡោះហ៊ីវ៉ាបារកាតុ